ចាសស្ដីបងប្អូនទាំងគ្នាថ្ងៃហ្នឹងគឺមានការដើរត្រចងនៅក្នុងវាលស្រែគៀនផ្ទះអញ្ចឹងណាបងប្អូនគឺមានថាការរៀបរាប់ពីដំណើរតាំងពីក្មេងគឺចូលចិត្តធ្វើស្រែចម្ការជួយម៉ាក់ប៉ាអញ្ចឹងណាគឺថាសប្បាយខ្លាំងមែនទែនកាលនៅក្មេងឥឡូវគឺមករំលឹកអនុស្សាវរីយ៍ចាស់ដើរមើលស្រែមើលស្រូវរៀបរាប់ប្រាប់ក្មួយអំពីដំណើរដើមតងដែលក្មេងស្រីម្នាក់នេះពីមុនធ្លាប់ជាក្មេងម្នាក់នៅស្រុកស្រែតែពេលនេះក៏នៅស្រែដែរតែយូរបានតែស្រែម្ដងអញ្ចឹងគឺមានថាមានការសប្បាយខ្លាំងមែនតើជួនក្មួយដើរមើលទេសភាពទីស្រែរៀបរាប់ប្រាប់ក្មួយអំពីដំណើរកាលពីក្មេងដូចក្មួយអញ្ចឹងគឺសប្បាយខ្លាំងមែនតើបងប្អូនមិននឹកស្មានថាក្មួយខ្ញុំគាត់ដើរតាមខ្ញុំហើយគាត់សប្បាយចិត្តខ្លាំងមែនតើគាត់ចូលចិត្តខ្ញុំខ្លាំងមែនតើក្មួយគាត់ឆ្លាញ់ហើយចូលចិត្តការដើរត្រចោជាមួយខ្ញុំមែនតើបងប្អូននិយាយពី script វិញគឺផ្លេសស្ដាប់តាមតែខ្ញុំចូលចិត្ត script បានចឹងកាលពីក្មេងខ្ញុំចូលចិត្តដើរមកផ្លែឈើព្រៃញ៉ាំឥឡូវខ្ញុំមករំលឹកនៅសារីចាស់ហើយខ្ញុំបានបែរឲ្យខ្លួនខ្ញុំញ៉ាំដែរខ្ញុំចូលចិត្តខ្លាំងមែនតើផ្លែឈើព្រៃធម្មជាតិនេះចា៎អរគុណច្រើនវីដេអូគឺនៅប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ